chân chặt về đi tới nhận là liênជំនាញគណនេយ្យអន្តរសាស្ត្រកម្មផងដែរគឺត្រូវចាត់យកបច្ចេកវិទ្យាគឺជាជំនាញទី2ជាជំនាញអភិភាពទី2ដែលត្រូវចាត់យកហើយបើខ្លួនអត់ចេះបច្ចេកវិទ្យាទេគ្រាន់តែរៀនជំនាញធម្មតាទេការងារទាំងអស់នឹងផ្លាស់ប្ដូរយើងខ្លាចជាមនុស្សជំនាន់មុនអ្នកជំនាន់ថ្មីមានដើមមុនយើងចាំមកចាស់តាមក្រសួងតាមអីចាប់តាមរៀន AI ចេញអស់បាទព្រោះយើងទៅបីចេះចុចក៏ចេះចុចបាទ transfer អ្នកណាអត់ចេះអសរទេមិនចេះ transfer សួរគេស្អី fintech ត្រូវទៅអស់2023ចាំបានតាមក្រសួងស្ថាប័ននេះគឺតម្រូវឲ្យធនាគារផ្សេងៗបង្កើត account អស់ណាអញ្ចឹងមុខងារធំៗនៅលើការងារដែលល្បីៗនៅលើពិភពលោករួមទាំងខ្មែរយើងជំនាញ4ពេញនិយមជាងគេជំនាញទី1គេហៅ Big Data Analytics រួមទាំង accounting អីក៏តែចេះ Data Analytics ដែរជំនាញទី1តែការខាងទីជំនាញទី2គឺ Fintech បច្ចេកវិទ្យារ៉ាប់មានដូចជា Blockchain Metaverse មានដូចជា AI ណា Machine Learning ទាំងអស់គឺជាបច្ចេកវិទ្យាដែលជាជំនាញទី2ពិភពលោករួមទាំងខ្មែរយើងត្រូវការខាងជំនាញទី3គឺជំនាញផ្នែក UI Design នៅជំនាញវិទ្យាការទី3ខ្លះហើយគ្រប់វិស័យអស់ទាំងរួមទាំងជំនាញផ្នែកធ្វើ database ឬក៏ធ្វើ data visualize ជាប់ជាមួយផ្នែកបញ្ញាសិប្បនិម្មិតឬក៏ជួបជាមួយគេហៅពិភពនិម្មិតដែលនិយាយពី AR ក៏ធ្វើតាណាហើយជំនាញបន្តទៀតតែជំនាញ3ទៅតាខ្លះ